តើមានបងប្អូនប្រមាណអ្នកដែលស្គាល់ផ្សិតនេះបងប្អូនខ្លះឃើញវីដេអូនេះហើយប្រហែលជាស្គាល់ប៉ុន្តែបងប្អូនខ្លះភាគច្រើនប្រហែលជាមិនទាន់ស្គាល់ទេបើនិយាយពីផ្សិតនេះវិញបើសម្រាប់ស្រុកខ្ញុំគឺមិនសូវមានទេប៉ុន្តែផ្សិតនេះវាអាចដុះតាមភ្នំតាមអីចឹងវាអាចនឹងសម្បូរចំពោះផ្សិតនេះទាល់តែអ្នកធ្លាប់ដើរព្រៃទាល់តែអ្នកធ្លាប់ដើរភ្នំដែលគាត់បានដើរយ៉ាងញាប់អញ្ចឹងណាទើបពួកគាត់អាចស្គាល់ច្បាស់ហើយបើចំពោះខ្ញុំវិញគឺអត់ស្គាល់តែម្ដងប៉ុន្តែនេះដោយសារខ្ញុំដើរជាមួយបងខ្ញុំប៉ុន្តែបងខ្ញុំគាត់ស្គាល់ច្បាស់ព្រោះគាត់ធ្លាប់ដើរព្រំដើរព្រៃអញ្ចឹងណាបងប្អូនហើយចំពោះផ្សិតនេះដែរគឺខ្មែរយើងហៅថាផ្សិតត្រាមាសហើយផ្សិតត្រាមាសនេះគឺខ្ញុំឮពីចាស់ចាស់ហើយនឹងបងខ្ញុំគាត់និយាយដែរហើយចំពោះផ្សិតត្រាមាសនេះគឺអត្ថប្រយោជន៍របស់វាគឺយើងអាចយកទៅឆាឬមួយក៏យកទៅចំហុយអីបានអញ្ចឹងណាយកស្លយកអីអាចស្លបានហើយបើនិយាយពីរសជាតិវាវិញគឺឆ្ងាញ់ប៉ុន្តែគ្រាន់តែវានៅចាញ់ផ្សិតចំបើងបន្តិចហើយសម្រាប់ការធ្វើដែលបងប្អូនបានមើលក្នុងវីដេអូនេះគឺខ្ញុំកំពុងតែរៀបចំដាក់ចំហុយបងប្អូនគឺខ្ញុំចូលចិត្តចំហុយជាងសម្រាប់ការចំហុយនេះគឺគ្រឿងវាអត់មានអីច្រើនទេគឺសាមញ្ញបំផុតយើងដាក់តែអំបិលបន្តិចប៊ីចេងបន្តិចម្រេចបន្តិចស្ករបន្តិចហើយដាក់ខ្ទឹមដាក់ម្ទេសមកដើម្បីឲ្យវារសជាតិហឹលបន្តិចមកឆ្ងាញ់ហើយបន្ទាប់មកយើងយកដាក់ក្នុងឆ្នាំងដាក់ទឹកបន្តិចហើយយើងដាក់បើកភ្លើងរងចាំតាម៉ាសន្ទុះទៅវាបានឆ្អិនហើយបងប្អូនផ្សិតវាអត់យូរទេយើងប្រហែលជាអត់បានកន្លះម៉ោងផងវាឆ្អិនហើយតែប៉ុណ្ណេះរួចបានមកយូរទៀតបងហើយចំពោះបងប្អូនដែលបានតាមដានសូមកុំភ្លេចជួយចុច like និង follow ខ្ញុំម្នាក់មួយបងប្អូន